សួស្តីអ្នកគ្នានៅក្នុងវីដេអូនេះយើងនឹងធ្វើការសិក្សាតទៅជាមួយនឹង type of CSS border ថាតើ border ថាតើនៅក្នុង type of CSS border ហ្នឹងគឺវាមានលក្ខណៈយ៉ាងណាហើយវាមានលក្ខណៈបែបម៉េចចឹងយើងទៅសិក្សាតគ្នានៅក្នុងវីដេអូនេះអូខេចឹងគេថា CSS border style គឺថា the border style property specify what kinds of border to display ចឹងមានថា border style ហ្នឹងគឺវាជា property មួយដែលវាជាការ display ឲ្យយើងបានមើលឃើញយើងអាចធ្វើការលេខតទៅជាមួយនឹង style ផ្សេងៗដូចយើងបានមើលឃើញនៅខាងក្រោមនេះចឹងអូខេចឹងតែបន្តទាំងនឹងទី1តទៅជាមួយ doctic គឺគេថា define the doctic border ចឹងសម្រាប់ doctic យើងអាចមើលបាន result របស់គេនៅខាងក្រោម the doctic border ហើយវាមានច្រើនតទៅជាមួយ daxic define the daxic border solid define solid border ចឹង solid ហ្នឹងគឺយើងបានសិក្សានៅយើងបានធ្វើការបង្ហាញខ្លះដែរតទៅជាមួយនឹង border គឺការពីវីដេអូមុនចឹងណាចឹងយើងអាចចូលមើលបានហើយតទៅជាមួយ double group right inset offset none ហើយជាមួយនឹង hidden អូខេចឹងទាំងអស់ហ្នឹងហើយគឺវាជា border style តទៅជាមួយនឹង CS របស់យើងហើយវាគេថា border style property can have from one for value for the top border right border bottom border and left border ចឹងគេថាតម្លៃរបស់វាអាចមានទៅលើឆ្វេងលើក្រោមឆ្វេងស្ដាំអីចឹងទៅចឹងយើងត្រូវការ display define បែបអញ្ចឹងបានអូខេចឹងក៏មិនខាត់ពេលយូរតែឥឡូវយើងនឹងធ្វើការតេស្តវាដែលខ្ញុំសូមដាក់វានៅលក្ខណៈបែបនេះចុះអូខេចឹងឥឡូវនេះខ្ញុំនឹងធ្វើការសរសេរមួយខ្ញុំដាក់ថាទី1តទៅជាមួយធ្វើការបង្កើតទៅលើ P មួយហើយថា this is border ដូចគ្នាតែនៅក្នុងនេះយើងនឹងធ្វើការដាក់this is border ហ្នឹងគឺមានលក្ខណៈបែបនេះចឹងយើងធ្វើការចូលបង្កើត file style របស់យើងដែលខ្ញុំធ្វើការបានធ្វើការ link ហើយចឹងអ្វីដែលដំបូងគឺខ្ញុំធ្វើការហៅវា file វាចូលមកហើយយើងធ្វើការហៅវាមួយដំបូងគឺតទៅជាមួយ border style អូខេចឹងនៅកន្លែងនេះគឺជាអ្វីដែល value យើងធ្វើការ define ចូលចុះទីដំបូងគឺតទៅជាមួយនឹង doctic អូខេយើងវាយ doctic ហើយយើងធ្វើការ display វាចេញមកបានហើយហើយយើងទទួលបានរបស់គេត្រូវទេទៅតាមអ្វីដែលយើងចង់បានអូខេចឹងយើងចង់ដូរគេទៀតដាក់ជាមួយនឹង daxic បានក៏វាចេញឲ្យយើងធ្វើការ display បែបហ្នឹងមកហើយយើងចង់បានទៅលើ solid អូខេ solid អូខេចឹងនៅពេលដែលគេធ្វើការសរសេរទៅលើ solid បែបនេះវានឹងចេញមកលក្ខណៈបែបនេះអូខេហើយយើងមានទៅលើ double grow វិញហ្នឹងយើងសរសេរចូលមកដល់ហើយសរសេរទៅលើ grow បែបនេះវាចេញមកលក្ខណៈជាសមបែបនេះចឹងអ្នកគ្នាធ្វើការតេស្តបានវាមានទៅលើ rect អូខេ rect បែបនេះក៏វាចេញឲ្យបែបនេះហើយវាមានទៅលើហ្នឹងមានថាអត់មានណាគឺ display គឺហ្នឹងតែម្ដងអូខេហើយវាមានទៅលើ insert ក៏វាមាន offset ក៏មានអូខេហើយវាក៏មានចឹងយើងធ្វើការដាក់បានហើយវាក៏មានទៅលើ hidden ដែរអូខេគឺអត់មានដែរអូខេចឹងតើតើជាមួយ CS style គឺវាមានតែប៉ុណ្្នឹងទេតើតើជាមួយនឹង border in CS អូខេចឹងវីដេអូនេះវាតែប៉ុណ្្នឹងហើយសង្ឃឹមថាជួបអ្នកនរគ្នានៅវីដេអូក្រោយ